ជាសួរអ្នកនរគ្នាខ្ញុំបន្ទាប់ពីចង់ពីធ្វើការមកប្រហែលជា6មកទិញម្ហូបអ្នកនរគ្នាមកដល់កំពង់ធំនៃកំសត់តែឯងម្ហូបក៏ពិបាកហូបហើយយើងនៅម្នាក់ឯងអញ្ចឹងមានតែទិញម្ហូបស្រាប់រាល់ថ្ងៃឃើញបាយឡើងលេងចង់លេងឃ្លានបាយហើយបន្ទាប់ពីខ្ញុំទិញម្ហូបហើយខ្ញុំធ្វើដំណើរទៅកន្លែងស្នាក់ហ្នឹងគឺ resort របស់ប្រធានគាត់ឲ្យស្នាក់ដល់សន្នអញ្ចឹងទៅវាដោយបន្ទប់ដែរដោយបន្ទប់ជួលដែរអានេះធ្វើដំណើរទៅចុះពីមានអីក្រេកទៅដល់ស្ពានស្ទឹងសែនហ្នឹងយើងបត់ឆ្វេងហើយក៏មករហូតទៅតិចទៀតអ្នកនរឃើញស្ពានគេហៅស្ពានអាកាសតែខ្ញុំមិនដឹងថាស្ពានអីដែរមិនដឹងឈ្មោះអីតែដល់ស្ពានអាកាសឆ្លងកាត់ស្ទឹងសែននៅកំពង់ធំហ្នឹងនេះគឺស្ពានហ្នឹងយើងជិះទៅត្រង់រហូតដល់ផ្លូវបេតុងហ្នឹងបានដល់ resort ចាំមើលធ្វើដំណើរទៅនេះចិត្តដល់អ្នកនរគ្នាយើងបត់ស្ដាំមកនេះគឺ resort ហើយគឺស្ងប់ស្ងាត់មែនតើអ្នកនរគ្នាបើសិនជាពេលយប់វិញគឺល្ងិតនេះដោយអ្នកនរគ្នាឃើញកន្លែងខ្ញុំស្នាក់ហ្នឹងគឺល្ងិតឈឹងប្រយមានតែខ្ញុំស្នាក់ទេបើអ្នកនរគ្នាអានេះបើសិនជាមកបែបឈៀលស្បាយបែបដំណើរកំសាន្តអីល្អព្រោះ resort ស្ងាត់អត់មានសំឡេងរំខានទេហើយបន្ទប់អីក៏សមរម្យដែរមិនជាអាក្រក់អីទេអញ្ចឹងដល់បន្ទប់ខ្ញុំគេងសម្រាប់ម្នាក់ឯងនៅក្នុងបន្ទប់ហ្នឹងក៏មានបន្ទប់ទឹកមួយដែរហើយសម្រាប់តែម្នាក់ឯងទេតែ30ជាខូចប្រើទាំងហាលសិនអញ្ចឹងអ្នកនរគ្នាដូចជាអស់ហើយខ្ញុំបង្ហាញតែប៉ុណ្្នឹងឯងណា